រឿងនេះបើសិនជាយើងមិនដោះស្រាយវាឲ្យបានដាច់ស្រេចនៅក្នុងពេលឥឡូវនេះនោះវានឹងកាន់តែអាក្រក់ជាងនេះទៀតហើយខ្ញុំមិនចង់និយាយច្រើនទេពេលនេះមិនមែនជាការនិយាយថានៅខាងណាខាងណីនោះទេបងប្អូនវាគឺជារឿងដែលពាក់ព័ន្ធជាមួយនឹងរឿងប្រទេសជាតិដោះស្រាយរឿងជាតិបងប្អូនវីដេអូនេះគឺខ្ញុំបានធ្វើតាំងតែពី3ខែមុននៅក្នុងខែកញ្ញាឆ្នាំ2025កន្លងទៅនេះដែលខ្ញុំបាននិយាយប្រាប់បងប្អូនទុកជាមុនរួចរាល់អស់ហើយពេលនេះគឺវាហួសពេលហើយស្ថានភាពរបស់ប្រទេសយើងគឺវាពិតជាអាក្រក់ជាងមុនពិតមែនការប៉ះទៅខ្ញុំបានដឹងលទ្ធផលបែបនេះទុកជាមុនរួចរាល់អស់ហើយពេលខ្ញុំឃើញប្រទេសរបស់យើងធ្លាក់ចូលទៅក្នុងស្ថានភាពបែបនេះខ្ញុំគឺពិតជាមានការឈឺចាប់និងក្រំគ្រានៅក្នុងចិត្តខ្លាំងណាស់ខ្ញុំគឺពិតជាមានការអាណិតអាសូរទៅដល់ប្រជាជនយើងខ្លាំងមែនទែនមានបងប្អូនជាច្រើនពួកគាត់បានយំសូម្បីតែខ្ញុំក៏ខ្ញុំបានយំដែរពេលខ្លះខ្ញុំយំ4ទៅ5ដងក្នុងមួយថ្ងៃឯណោះខ្ញុំគ្រាន់តែចង់ប្រាប់បងប្អូនទាំងអស់គ្នាថាខ្ញុំគ្មានអំណាចអ្វីទេខ្ញុំគ្មានសិទ្ធិប្រាប់នរណាម្នាក់ពីអ្វីដែលត្រូវធ្វើនោះទេទោះបីជាខ្ញុំអាចវិភាគនិងមើលឃើញពីអនាគតបានក៏ដោយប៉ុន្តែវាគ្រាន់តែជាពាក្យសម្ដីរបស់មនុស្សម្នាក់តែប៉ុណ្ណោះដែលបានប្រាប់ទៅដល់បងប្អូនទាំងអស់គ្នាខ្ញុំគ្មានសិទ្ធិគ្មានអំណាចអាចអាកាត់ឬធ្វើអ្វីបាននោះទេខ្ញុំគ្មានអំណាចអ្វីអាចបញ្ជាប្រទេសថៃបាននោះទេបងប្អូនទាំងអស់គ្នាគួរតែយល់ស្រាប់ហើយថាមានអ្វីដែលខ្ញុំអាចនិយាយបាននិងអ្វីដែលខ្ញុំមិនអាចនិយាយបានយើងមិនអាចនិយាយអ្វីគ្រប់យ៉ាងបានទាំងអស់ជាសាធារណៈនោះទេព្រោះអ្នកចិត្តខាងគេនឹងបានដឹងសូមបងប្អូនរៀនគិតពិចារណាឲ្យបានដិតដល់អំពីមូលហេតុដែលខ្ញុំមិនអាចនិយាយចេញបានបងប្អូនគួរតែយល់មានរឿងជាច្រើនដែលខ្ញុំបានដឹងហើយបងប្អូនមិនបានដឹងនោះទេមានរឿងជាច្រើនដែលបងប្អូនមិនបានដឹងខ្លួនថាខ្លួនឯងមិនបានដឹងផងហើយមានរឿងខ្លះដែលខ្ញុំមិនអាចនិយាយបានទេហើយខ្ញុំគឺមិនបានខឹងនឹងបន្តទៅលើបងប្អូនណាដែលគាត់មិនបានយល់ស្រាប់ជាមួយខ្ញុំនោះទេព្រោះតែខ្ញុំបានដឹងថាបងប្អូនជាច្រើនគឺមិនបានដឹងពីអ្វីដែលខ្ញុំបានដឹងនោះទេបងប្អូនទាំងអស់គ្នាគ្រាន់តែដឹងថាខ្ញុំមិនបាននិយាយអ្វីកុហកដល់ប្រជាជនខ្មែរទេខ្ញុំគឺស្មោះត្រង់ជាមួយបងប្អូនទាំងអស់គ្នាជានិច្ចហើយបើមានរឿងអ្វីដែលខ្ញុំមិនអាចនិយាយបានគឺខ្ញុំជ្រើសរើសស្ងាត់ខ្ញុំមិននិយាយទេនេះគឺជាចរិតរបស់ខ្ញុំប្រសិនបើបងប្អូនទាំងអស់គ្នាចង់ដឹងពីចំហរបស់ខ្ញុំទៅលើសង្គ្រាមខ្មែរហើយនិងថៃនេះនោះបងប្អូនគ្រាន់តែត្រឡប់ទៅមើលផុសចាស់របស់ខ្ញុំតាំងតែពីមុនខែកក្កដានៅក្នុងឆ្នាំ2025នេះទៅនោះបងប្អូនគឺនឹងបានដឹងហើយថាផ្នែកកលិតរបស់ខ្ញុំគឺបែបណានៅពេលនេះខ្ញុំសូមត្រឹមតែឲ្យបងប្អូនខ្មែរទាំងអស់គ្នាចេះស្រឡាញ់គ្នានិងចេះជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាដ៏លំបាកនេះបងប្អូនគ្រាន់តែដឹងថាសាសខ្មែរយើងគឺមានរាប់ពាន់ឆ្នាំមកហើយសាសខ្មែរយើងនឹងនៅតែបន្តរស់ទៅមុខទៀតយើងនឹងបានឆ្លងផុតក្នុងសម័យដ៏អាក្រក់នេះយើងនឹងបានឈានទៅកាន់កន្លែងដែលភ្លឺជាងនេះថ្មីត្បិតតែខួរក្បាលរបស់មនុស្សយើងធំជាងសត្វក៏ដោយហើយមានភាពក្លាហានឆ្លាតវៃរឹងមាំចេះមានការច្នៃប្រឌិតថ្មីប៉ុន្តែមនុស្សយើងក៏នៅតែមានភាពល្ងងខ្លៅខ្លាំងដែរសូមបងប្អូនមើលរូបភាពនេះតើបងប្អូនមានឃើញពន្លឺតូចមួយពណ៌សដែលមានលាយពណ៌ខៀវបន្តិចនេះទេដែលវាកំពុងតែអណ្ដែតនៅលើផ្ទៃខ្មៅពន្លឺដោយសញ្ញាតូចមួយនេះដែលវាមិនគួរជាទីចាប់អារម្មណ៍មើលសឹងតែមិនចង់ឃើញជារបស់ដែលមិនគួរឲ្យនឹងខ្វាយខ្វល់មើលទៅដូចជាមិនមែនរបស់សំខាន់អ្វីសោះតែការប៉ັດទៅរូបភាពដែលថតជាប់ពន្លឺតូចមួយនេះវាគឺជាផែនដីរបស់យើងដែល NASA គេថតជាប់ពីយានអវកាសដែលបានហោះទៅនៅជិតភពសៅរ៍គឺថតផែនដីរបស់យើងពីភពសៅរ៍មកហើយក៏បាញ់រូបភាពនេះត្រឡប់មកឲ្យយើងមើលទើបយើងបានដឹងជីវិតទាំងអស់នៅលើផែនដីរបស់យើងបូករួមទាំងយើងផងដែរគឺមានផ្ទះតែមួយទេនៅក្នុងលំហដ៏ធំនេះវាគឺជាផែនដីរបស់យើងនេះឯងសត្វមេភ្លៀងសត្វស្រមោចឃ្មុំដំរីខ្លាតោអោម៉ៅពីងពីងអាពីងចាបត្រីពស់សុទ្ធតែរស់នៅមានជីវិតនៅលើពន្លឺតូចពណ៌សលាយពណ៌ខៀវមួយនេះមនុស្សខ្លះខំស្រែកឆ្លោះគ្នាប្រកែកជាមួយគ្នាចង់អុលដាក់គ្នាទៅវិញទៅមកអញត្រូវឯងខុសកាប់សម្លាប់គ្នាដណ្ដើមដីគ្នាចង់ធ្វើជាស្ដេចធ្វើដោយខ្លួនឯងពិសេសខ្លាំងណាស់សំខាន់ខ្លាំងណាស់ប៉ុន្តែពេលដែលយើងមើលផែនដីរបស់យើងពីចម្ងាយមើលឃើញថាដោយអត់ប្រយោជន៍ផ្ទះមានតូចតែមួយនឹងវាប្រៀបដូចជាធូលីតូចមួយហោះនៅក្នុងអវកាសការប៉ັດទៅពេលដែលយើងមើលពីចម្ងាយយើងមិនសំខាន់ដោយដែលយើងគិតទេ